គឺប្តីហ្នឹងគឺបានទៅបើគេហៅថាបើ music ណាដើម្បីឲ្យឮសំឡេងភ្លេងហើយប្រពន្ធឲ្យតែពេលណាប្តីបើក music ហើយគឺដឹងថាទ្រាំខ្លួនហើយយទៅជីវិតដូចនៅក្នុងឋាននរកអញ្ចឹងយទៅធ្វើខុសអីបន្តិចហើយពេលមកពីធ្វើការវិញគេយកដៃដាក់លើតុហើយបើហ៊ានតែធូលីបន្តិចយទៅចាត់ទុកប្រពន្ធដូចជាអ្នកបម្រើកាចេះអត់ថ្លៃអញ្ចឹងធូលីបន្តិចធ្វើអីខុសបន្តិចគឺដីនឹងសំដៅទៅបើក music ហើយគឺថាអំពើហិង្សាហ្នឹងគឺកើតឡើងហើយរាល់ពេលបន្ទាប់ពីប្រើហិង្សាលើប្រពន្ធហើយគឺថាបរិសុទ្ធជាស្វាមីនឹងតែងតែទៅហាងទិញគ្រឿងអលង្ការឬក៏ជាកាដូផ្សេងៗដើម្បីលួងចិត្តប្រពន្ធវិញពីច្រើនស្វាមីទិញកាដូនៅពេលដែលមានគូកំណើតឬកម្មវិធីអីពិសេសតែសម្រាប់ស្វាមីនៅក្នុងរឿងនេះគឺទិញកាដូប្រពន្ធឲ្យប្រពន្ធជា gift ជាអីបន្ទាប់ពីវាយប្រាំអំពើហិង្សារួចរាល់បងប្អូនអំពូពីដែលមានតម្រូវការប្រេងកាឡាហើយជាផលិតផលរបស់ខ្មែរបងប្អូននេះប្រេងកាឡាប្រេងរឹតញ៉ៃខ្មៅប្រេងរឹតងល់ខ្មៅអីហ្នឹងគឺលើសពីប្រេងកាឡាប្រើនឹងមួយគឺថាចំណេញតែម្ដងផលិតផលរបស់ខ្មែរពិតហើយគុណភាពហ្នឹងគឺអែមញាក់តែម្ដងគុណភាពពិតចុករយឈឺចុកសាច់ដុំឈឺសន្លាក់ដៃជើងចុករយឈឺក្បាលវិលមុខធេងធងអីហ្នឹងគឺថាប្រើបានតែម្ដងផលិតផលរបស់ខ្មែរល្អជាងរបស់ថៃបងប្អូនទាំងគ្នាបងប្អូនចង់បានគ្នាខ្មែរជាខ្មែររៀងក្តៅហាងហើយក្លិនឈ្ងុយក៏អូបអាហារហើយរបស់ខ្មែរក៏ក្តៅដែរតែក្លិនបែបក្របធញ្ញជាតិក៏អូបរៀងម្នាក់ម្យ៉ាងតែបើថារឿងក្តៅខ្លាំងគឺគ្នាខ្មែរបើល្ងខ្មែរគឺក្តៅល្មមជុំអូអាចទិញរីគ្នាក៏បានហើយដមហ្នឹងគឺចំណុំ100ក្រាមមកដល់20000មកបងទិញរីយកទៅប្រើប្រាស់ហើយយើងមានប្រម៉ូសិនទី2ដល់ហ្វ្រីសេវាដឹកចឹងមកបងតែគាត់ចង់ចំណេញសេវាដឹកអីបងអាចយកចាប់ពី210ឡើងទៅហើយនេះគឺជាចំណុំ100ក្រាម